ម្ចាស់អាជីវកម្មមិនគួរនៅតែបន្តការកត់ត្រាដោយប្រើกระดาษទៀតឡើយព្រោះថានៅពេលដែលយើងប្រើការកត់ត្រាដោយការកត់กระดาษទី1គឺអាចមានភាពយឺតយ៉ាវទី2អាចសរសេរលេខខុសហើយកណ្ដាលសរសេរលេខខុសតែមួយការគណនាអាចនឹងមានការខុសដូចគ្នាដែរអញ្ចឹងទិន្នន័យរបាយការណ៍ចំណូលឬក៏ចំណាយវាអាចនឹងមានការបាត់បង់ខុសតួលេខម្យ៉ាងវិញទៀតនៅពេលដែលយើងចង់ទៅស្វែងរកទិន្នន័យឬក៏របាយការណ៍ចាស់ៗលំបាកមែនទែនយើងត្រូវការបើកស្លឹកกระดาษដែលបានកត់ត្រាហ្នឹងម្ដងមួយស្លឹកម្ដងមួយទំព័រដើម្បីស្វែងរកតើរបាយការណ៍ណាមួយដែលយើងបានសរសេរហើយនឹងវាស្ថិតនៅក្នុងទំព័រមួយណាម្យ៉ាងទៀតយើងត្រូវការធ្វើការកត់ត្រាឬក៏បូកម្ដងទៀតនៅលើស្លឹកថ្មីដើម្បីដឹងតួលេខសរុបនៃថ្ងៃនីមួយៗឬក៏តាមខែណាមួយអញ្ចឹងធ្វើឲ្យម្ចាស់អាជីវកម្មគាត់ចំណាយពេលវេលាច្រើនក្នុងការធ្វើរបាយការណ៍រកមើលរបាយការណ៍ម្ដងចូលទៅបើកស្លឹកបើកกระดาษទំព័រម្ដងហើយយកកាសចូលមកចុចបូកម្ដងប៉ុន្តែនៅពេលដែលរបាយការណ៍របស់យើងអត់បានសរសេរអត់បានគ្រប់គ្រងរៀបចំត្រឹមត្រូវធ្វើឲ្យយើងពិបាកក្នុងការដើរចោលអាជីវកម្មមួយហ្នឹងចង់ទៅណាម្ដងតតបិទហាងបច្ចុប្បន្នហ្នឹងយើងមានដំណោះស្រាយដោយគ្រាន់តែប្រើជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាជីវកម្មគ្រប់គ្រងបានទាំងស្តុកគ្រប់គ្រងបានទាំងចំណូលគ្រប់គ្រងបានទាំងចំណាយគ្រប់គ្រងបានទាំងអ្នកជំពាក់ហើយនឹងយើងជំពាក់ទៅកាន់ supplier ដូចគ្នារបាយការណ៍ក៏មានភាពងាយស្រួលក្នុងការស្វែងរកអញ្ចឹងបើសិនជាបងម្ចាស់អាជីវកម្មកំពុងតែមានតម្រូវការជាមួយនឹងប្រព័ន្ធគ្រប់គ្រងអាច inbox មកកាន់ខ្ញុំដើម្បីធ្វើការសាកសួរព័ត៌មានបន្ថែម